ត្រប់ដុតសាច់ជ្រូកច្រាំយើងមានត្រប់ដុត15ផ្លែហើយពូជ2ហើយគ្រឿងផ្សំមានដូចជាសាច់ជ្រូកចិញ្ច្រាំកន្លះគីឡូពគាយឺហឺកន្លះខាំហើយនេះយើងរំលែងខ្ទឹមបន្ទាប់ពីដាក់ខ្ទះឲ្យក្តៅហើយស្ករពាងបន្ទាប់មកយើងចាក់សាច់ជ្រូកចូលយើងអត់មានបន្ថយភ្លើងទេគឺភ្លើងគឺដាក់ឲ្យខ្លាំងហើយសាច់ហ្នឹងយើងធ្វើមិនឲ្យឆ្អិនល្អតែសាច់យើងឆ្អិនល្អហើយយើងចាក់ពគាយឺហឺចូលដាក់ទឹកត្រីកន្លះស្លាបព្រាប៊ីចេងកន្លះស្លាបព្រាទឹកប្រេងខ្យងមួយស្លាបព្រាហើយយើងរោយរ៉ូឌីកន្លះស្លាបព្រាហើយបន្ទាប់មកយើងរៀបចំដាក់ត្រប់ចូលហើយសូមបញ្ជាក់ដែរបងប្អូនត្រប់ហ្នឹងគឺយើងដុតជាមួយនឹងភ្លើងខ្ជូងណាបានឆ្ងាញ់ល្អបើយើងដុត microwave វាបាត់សំណើមបាត់ជាតិទឹកដូងបាទអញ្ចឹងយើងបន្ទាប់ពីដាក់ត្រប់អីហើយអីហ្នឹងយើងទុកឲ្យវាចូលជាតិមកលំពុះទៅហើយបន្ទាប់មកយើងរោយស្លឹកខ្ទឹមហើយនឹងចុងក្រោយយើងរោយម្រេចជាការស្រេចអញ្ចឹងម្ហូបយើងចប់សពគ្រប់លើកដាក់ចានបានបងប្អូនអរគុណច្រើនបើពេញចិត្តជួយ like ជួយ subscribe បងប្អូន